រដ្ឋបាលសង្កាត់ព្រៃឌីបនាំយកស្បៀងអាហារនិងសម្ភារៈរបស់ព្រះសង្ឃនិងពលរដ្ឋឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខនៅទិសមុំបីខេត្តព្រះវិហារស្ដែងចេញពីទឹកចិត្តស្រឡាញ់ជាតិនិងដើម្បីចូលរួមចំណែកលើកទឹកចិត្តដល់អ្នកការពារព្រំដែននៅថ្ងៃទី22ខែឧសភាឆ្នាំ2026ក្រុមការងាររដ្ឋបាលសង្កាត់ព្រៃឌីបដឹកនាំដោយលោកម៉ៅដារ៉ុងនិងលោកគួនអង្គាករុណាដែលជាតំណាងឲ្យលោកព្រាបបនីចៅសង្កាត់ព្រៃឌីបបាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៅប្រគល់ជូនវីរៈកងទ័ពជួរមុខនៃកងសេនាតូចលេខ391និងវីរៈនគរបាលលេខ105ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសមុំបីក្នុងខេត្តព្រះវិហារយោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ព្រៃឌីបបានឲ្យដឹងថាអំណោយនិងសម្ភារៈដែលបាននាំយកទៅឧបត្ថម្ភជូនកងទ័ពជួរមុខនៃកងសេនាតូចលេខ391និងវីរៈនគរបាលលេខ105ការពារព្រំដែនទិសមុំបីនាឱកាសនោះរួមមានបាវសម្រាប់ច្រកខ្សាច់ចំនួន 5000 បាវទឹកបរិសុទ្ធចំនួន 1200 យួរកៅស៊ូតង់ចំនួន 6 តង់ត្រីងៀតចំនួន 20 គីឡូក្រាមស្ករសចំនួន 10 គីឡូក្រាមប្រេងឆាចំនួន 10 លីត្រសៀងផ្អែមចំនួន 10 លីត្រកាហ្វេចំនួន 13 ថង់និងកាហ្វេកំប៉ុងចំនួន 20 កំប៉ុងបន្លែបង្ការគ្រប់ប្រភេទចំនួន 300 គីឡូក្រាមផងដែរគូបញ្ជាក់ផងដែរថាស្បៀងអាហារនិងសម្ភារៈទាំងអស់នេះគឺទទួលបានពីការចូលរួមយ៉ាងថ្លៃថ្លាពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គគង់នៅវត្តទាំង3ក្នុងមូលដ្ឋានរួមជាមួយទឹកចិត្តសប្បុរសរបស់បងប្អូនប្រជាប្រដ្ឋជិតឆ្ងាយទាំងក្នុងនិងក្រៅសង្កាត់ព្រៃឌីបដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខនិងជីវភាពរបស់កងទ័ពជួរមុខ